ស្ដីបងប្អូនទាំងអស់គ្នាចាបងប្អូនណាខ្លះដែលតាមដាន page ខ្ញុំមកច្បាស់ជាស្គាល់គាត់ដែរចាគាត់ហ្នឹងគឺគ្រូថៃជីចាបងប្អូនខ្ញុំបានហាត់ថៃជីពីគាត់ខ្លះដែរចាគាត់ថាថៃជីហាត់ល្អបងប្អូនចាហើយនិយាយទៅការហាត់ប្រាណបងប្អូនយើងចំណាយពេលទៅ30នាទីទៅ40នាទីឬក៏1ម៉ោងរៀងរាល់ថ្ងៃទៅហាត់មួយណាក៏ល្អដែរបងប្អូនចាសម្រាប់សុខភាពពួកការហាត់ប្រាណហ្នឹងជាអសុទ្ធអស័ក្តិសិទ្ធិសម្រាប់សុខភាពយើងហើយបងប្អូនចាដូចខ្ញុំអញ្ចឹងលើសខ្លាញ់លើសស្កកអូយលើសច្រើនបងប្អូនចាតែឥឡូវនេះខ្ញុំទោះជាហាត់ប្រាណហើយខ្ញុំមកញ៉ាំអាហារធម្មជាតិចាអាហារធម្មជាតិនេះគឺដាក់មើលនេះគឺដុតខ្លាញ់ណាបងប្អូនចាឲ្យមិនតែមកដុតខ្លាញ់យើងធម្មតាគឺដុតកាឡូរីទៀតអញ្ចឹងអាខ្លាញ់អាក្រក់នៅក្នុងសរសៃឈាមរបស់យើងហ្នឹងក៏ដុតដែរតែជាប្រភេទអាហារធម្មជាតិទេបងប្អូនយើងញ៉ាំរាល់ថ្ងៃទៅវាជួយយើងរាល់ថ្ងៃដូចគ្នាពពួកអាហារធម្មជាតិអញ្ចឹងមិនមែនចាំតឲ្យយើងលើសយើងអីតម្រងបានយើងញ៉ាំទេចាព្រោះវាញ៉ាំរាល់ថ្ងៃទៅវាទៅការពារនិងថែរក្សាអញ្ចឹងមិនបាច់ចាំដល់មានបញ្ហាយើងញ៉ាំតែមិនទាន់បញ្ហាហ្នឹងគឺកាន់តែល្អចាញ៉ាំរាល់ថ្ងៃទៅវាជួយយើងរាល់ថ្ងៃដូចគ្នាក